ពីនាងនៅឆ្ងាយពីគ្នាតែវេលាជានាងកំណត់ឲ្យពួកយើងគឺប្រកាសជាគូនិស្ស័យរំលីខិតអ្នកគ្មានមេត្តាឲ្យក្តីស្នេហាត្រូវបញ្ចំតែចិត្តខ្ញុំមិនអាចបញ្ឈប់មិនអាចស្អមរូបអូនបានឡើយមិនទាន់ដល់ពេលវេលាពុំងារក៏ចាចេញទៅសម្បត្តិនិស្ស័យរលាយក្តីស្នេហ៍យើងហើយអូនអើយមិនអាចបកក្រោយវាហួងអង្ហើយឲ្យសពមកហើយយើងបន្តមកទៀតយើងចាប់ផ្ដើមដាក់ទឹកចូលតែម្ដងមកសមល្មមដើម្បីយើងរំងាស់ជាមួយនឹងសាច់គោហ្នឹងណាតែខ្ញុំអត់ទាន់បិទកម្របភ្លាមទេខ្ញុំទុកឲ្យវាពុះសិនយើងដាក់ការ៉ុតចូលឲ្យហើយបន្តមកទៀតចាំយើងគ្របនេះអ្នកទាំងអស់គ្នាគឺយើងគ្របខ្ញុំដាក់រយៈពេលតែ15នាទីគឺល្មមតែម្ដងសាច់គោហ្នឹងអត់ស្វិតពេកអត់ផុយពេកទេបន្ទាប់ពី15នាទីមកខ្ញុំដូរឆ្នាំងហើយយើងដាក់ឆ្នាំងធម្មតាវិញហើយយើងចាក់សាច់គោចូលទៅតែប៉ុណ្្នឹងឯងជាការស្រេចទេអ្នកទាំងអស់គ្នាអូយក្លិនភាយឈ្ងុយមែនតើដល់អ្នកចិត្តខាងហើយសម្រាប់អ្នកធ្វើខគោផ្សេងទៀតប្រហែលជាឆ្ងល់ហើយដែលអត់ឃើញពួកខ្ញុំដាក់ពុយកាយអញ្ចឹងណាគឺខ្ញុំអត់ដាក់ទេផ្កាចានអីហ្នឹងដោយសារខ្ញុំអត់សូវចូលចិត្តក្លិនវាប៉ុន្តែគឺទទួលបានរសជាតិឆ្ងាញ់ដូចគ្នាតែប៉ុណ្្នឹងយើងអាចញ៉ាំជាមួយនឹងមីកញ្ចប់មីដុំឬមួយក៏នំប៉័ងអីក៏បានដែរខ្ញុំនេះអត់ចោលក្រូចឆ្មាគឺច្បៃក្រូចឆ្មាចូលបន្តិចមកអូយនិយាយទៅរសជាតិឆ្ងាញ់មែនតើហ្មងណា